ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា543បទរត់គេចខ្លួនអំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោកឬផ្លូវទឹកដែលបានដឹងច្បាស់ថាខ្លួនទើបតែបង្កឲ្យមានគ្រោះថ្នាក់ឬការខូចខាតហើយមិនព្រមឈប់ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌឬរដ្ឋប្បវេណីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ4លានរៀល